មនុស្សភាគច្រើនគិតថាតំណែងតំណងអាពាហ៍ពិពាហ៍ឬស្នេហាអាចរស់រានមានជីវិតទៅមុខបានដោយសារតែសេចក្តីស្រឡាញ់តែមួយមុខប៉ុន្តែវាមិនមែនបែបនេះនោះឡើយវាបន្តរស់រានទៅមុខបានគឺដោយសារតែសេចក្តីគោរពបរិបម្នាក់អាចស្រឡាញ់ស្ត្រីម្នាក់យ៉ាងជ្រាលជ្រៅចូលចិត្តការចំណាយពេលជាមួយនាងមានអារម្មណ៍តាក់ទាញព្រមទាំងបានចែករំលែកការចងចាំជាច្រើនឆ្នាំជាមួយនាងប៉ុន្តែនៅតែអាចដើរចេញបានប្រសិនបើលែងទទួលបានអារម្មណ៍ថាត្រូវបានគេផ្ដោតតម្លៃត្រូវគេមើលរំលងធ្វើឲ្យបាក់មុខឬមិនត្រូវបានគេកោតសរសើរពីព្រោះសេចក្តីគោរពមិនមែនជាកាដូបន្ថែមនៅក្នុងតំណែងតំណងនោះទេប៉ុន្តែវាគឺជាគ្រឹះស្ថានដ៏រឹងមាំសម្រាប់បុរសល្អម្នាក់ការទទួលបានតម្លៃពីមនុស្សជាទីស្រឡាញ់គឺមានសារៈសំខាន់ខ្លាំងជាងអ្វីដែលមនុស្សភាគច្រើនបានគិតទៅទៀតគ្មានសម្រស់កម្រិតណាមកជំនួសវាបានឡើយគ្មានឋានៈបុណ្យស័ក្តិកម្រិតណាមកជំនួសវាបានឡើយហើយក៏គ្មានមន្តស្នេហ៍កម្រិតណាមកជំនួសអារម្មណ៍នៃការទទួលបានការគោរពពីមនុស្សដែលខ្លួនស្រឡាញ់បាននោះដែរហើយរឿងនេះក៏ពិតសម្រាប់ស្ត្រីដូចគ្នាមនុស្សនឹងព្រមនៅកន្លែងណាដែលពួកគេមានអារម្មណ៍ថាត្រូវគេកោតសរសើរមនុស្សនឹងព្រមនៅកន្លែងណាដែលពួកគេមានអារម្មណ៍ថាត្រូវគេស្ដាប់និងយល់ចិត្តមនុស្សនឹងព្រមនៅកន្លែងណាដែលពួកគេមានអារម្មណ៍ថាមានសុវត្ថិភាពនៅក្នុងការធ្វើជាខ្លួនឯងប៉ុន្តែនៅពេលដែលការរិះគន់ដេញដោលខ្លាចជាប្រចាំថ្ងៃនៅពេលដែលការមើងងាយមកជំនួសសេចក្តីសប្បុរសនៅពេលដែលអារម្មណ៍របស់មនុស្សម្នាក់លែងមានតម្លៃចំពោះម្នាក់ទៀតសេចក្តីស្រឡាញ់នឹងចាប់ផ្ដើមជួបការលំបាកយ៉ាងខ្លាំងវាមិនមែនដោយសារតែមនោសញ្ចេតនាបានរលាយបាត់បង់នោះឡើយប៉ុន្តែដោយសារតែបរិយាកាសជុំវិញខ្លួនបានប្រែជាមានភាពខុសខើចំពោះពួកគេវិញទំនាក់ទំនងដែលរឹងមាំបំផុតមិនមែនត្រូវបានកសាងឡើងដោយសារតែចំណងតណ្ហាតែមួយមុខនោះឡើយប៉ុន្តែវាត្រូវបានកសាងឡើងនៅលើសេចក្តីគោរពទៅវិញទៅមកនៅលើសេចក្តីដឹងគុណនិងនៅលើការជ្រើសរើសក្នុងការប្រព្រឹត្តដាក់គ្នាទៅវិញទៅមកដោយភាពថ្លៃថ្នូរទោះបីជាក្នុងអំឡុងពេលមានការខ្វែងគំនិតគ្នាក៏ដោយពីព្រោះសេចក្តីស្រឡាញ់អាចនាំយកមនុស្សពីរនាក់ឲ្យមកជួបជុំគ្នាប៉ុន្តែសេចក្តីគោរពជារឿយៗគឺជាអ្វីដែលជួយរក្សាពួកគេឲ្យនៅក្បែរគ្នារហូតរៀងរាល់ថ្ងៃ